នេះជួបអូនចង់សួរពីប្រវត្តិដោយសារស្ត្រីយើងពីមុនដែលគាត់សម្រាលបែបធម្មជាតិហ្នឹងបែបមកក្រោយសម្រាលអ្នកសរសៃខ្ចីហ្នឹងមានបញ្ហាអីខ្លះពីដើមឡើយយើងសម្រាលតាមធម្មជាតិហើយយើងមិនមែនមានពេទ្យវិទ្យាសាស្ត្រទេពេទ្យគាត់គឺពេទ្យបុរាណទៀតពេលហ្នឹងយើងមិនដឹងគិតថាមិនដឹងតែយើងឈឺពោះគាត់បង្កើតយើងបានមកតែពេលសម្រាលហើយក្រោយពីសម្រាលហើយអត់មានអីត្រូវការពារខ្លួនក្រៅពីឫសឈើហ្នឹងហើយពេលអ្នកខ្លះគាត់ចេះភាសាស្រាក៏គេប្រាប់ស្រាទៅតែគាត់ថាស្រាវាអាចប៉ះពាល់ដែរព្រោះស្រាវាក្តៅខ្លាំងតែសម័យខ្ញុំអត់សូវដែលមានទឹកក្តៅខ្លាំងដូចបងប្អូនខ្ញុំគេបានប្តីនៅគេទៅគាត់អាចស្រស់អញ្ចឹងណាគឺយកមកឆ្ងល់តាំងផ្ទះអញ្ចឹងនេះហើយគេដួសត្រឡប់នឹងឲ្យប្រពន្ធញ៉ាំទៅគឺសូពាក្យចាស់គាត់ច្រើននិយាយថាញ៉ាំអាឫសឈើស្រស់នឹងសុខភាពល្អទៅញ៉ាំបានច្រើនតែពេលខ្ញុំសង្កល់មើលអ្នកដែលគេញ៉ាំទឹកក្តៅក្រោយសម្រាលហើយណាំខាប់ច្រើនហ្នឹងសុខភាពវាល្អមកគេមែនតែបើបច្ចុប្បន្នអ្នកសម្រាលបើថាអាំងភ្លើងអីលេងអត់ទេលេងអាំងឯងឥឡូវឃើញបើថាអាំងភ្លើងលេងហើយឫសឈើលេងហូបហើយគេចាក់ថ្នាំគេមានវីតាមីនអីចឹងទៅតាក់ទងនឹងការញ៉ាំថ្នាំខ្មែរឬក៏ឆ្ពងហ្នឹងឃើញនៅតែមានហ្នឹងគេឆ្ពងដើម្បីឲ្យកុំឲ្យយើងស្ពឹកស្ពុនដៃជើងចាត្រូវដើម្បីឲ្យយើងស្ពងទៅវាបែកយឺតអាសរសៃខ្ចីយើងហ្នឹងវាដៅចំអិនអញ្ចឹងទៅសំខាន់ណាស្ពងហ្នឹងមិនបាច់ចាំថាកូនថ្ងៃខ្ចីទេសំបីតាត្រីដែលគាត់មករដូវក៏អាចស្ពងបានដែរហ្នឹងហើយស្ពងបានដូចថាមករដូវអញ្ចឹងគេចង់សាច់ទីឆ្អាតអញ្ចឹងណាស្ពងទៅអត់មានកំណត់ទេហ្នឹងវាមានអត្ថប្រយោជន៍វាខ្លាំងអាស្ពងហ្នឹងមិនធម្មតាណាដាសាយក៏ត្រូវកូនថ្ងៃខ្ចីក៏ត្រូវមករដូវក៏ត្រូវឲ្យតែប៉ុនស្ពងតែបើយើងពិបាកស្ពងយើងខ្ជិលឬក៏អីយើងក៏អត់មានពេលណាប្រើអានេះយើងញ៉ាំតែម្ដងគ្រាន់តែញ៉ាំទៅវាចូលច្រមុះយើងល្អហើយញ៉ាំទៅវាជួយឲ្យសុខភាពយើងល្អដូចអ៊ំនិយាយថាទាំងស្បែកភ្លឺថ្លាហើយបើអ្នករាំងរដូវមករដូវវិញហើយចុះបើយើងទឹមសម្រាហើយយើងកូនបើកដោះអ្នកខ្លះគាត់អត់ងាយមករដូវតែអ្នកខ្លះកូនអត់បើកដោះទេតែនៅរដូវអត់មកហ្នឹងមួយឆ្នាំអីតែបើយើងញ៉ាំអាហ្នឹងវាជួយទាំងសុខភាពយើងហើយអាចនឹងរដូវយើងមកលឿនទៀតថ្ងៃនេះសូមណែនាំម៉ាក់ដែលទៅតែសម្រាហើយដូចមិញអញ្ចឹងសួរពីប្រវត្តិអូមពីបុរាណអញ្ចឹងទៅតែឥឡូវសម័យទំនើបយើងមិនបាច់ញ៉ាំស្រាថ្នាំដើម្បីកាត់បន្ថយការប៉ះពាល់ទៅលើសុខភាពរបស់យើងអាចញ៉ាំតែនេះទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះណែនាំជូនបងស្ត្រីដែលកំពុងតែទម្ងន់ឬក៏ក្រោយសម្រាលហើយយើងអាចត្រៀមកំពុងទម្ងន់ក៏យើងញ៉ាំបានដែរប៉ុន្តែយើងញ៉ាំបានបរិមាណសមស្របពេលយើងសម្រាលហើយយើងញ៉ាំភ្លាមវានឹងជួយឲ្យសុខភាពយើងល្អសរសៃខ្ចីក៏វាកម្ដៅរាងកាយយើងមកវិញល្អដូចគ្នាអញ្ចឹងអត់មានអីច្រើនទេមានតែប៉ុណ្្នេះហើយអរគុណអូមច្រើនសម្រាប់ការចូលរួមចែករំលែកសម្រាប់អូមជាម្ដាយមួយរូបដែលមានកូនរហូតដល់4នាក់ហើយយើងសម្រាលធម្មជាតិជាធម្មតាបច្ចុប្បន្នគេសម្រាលវះកាត់រៀងច្រើនដែរបើអ្នកវះកាត់ហើយគាត់ចុករួយដៃជើងលំឡើងទៅអ្នកដេកហ្នឹងកុំភ្លេចញ៉ាំជាមួយនឹងតែកម្ដៅសុខភាពពូស្រារបស់យើងដែលជា brand ពូរ៉ារបស់អ្នកគូសេពៅតតែម្ដង